បងប្អូនជាទីគោរពរាប់អានយន្តហោះចម្បាំងប្រភេទ FTC 2000G គឺជាជម្រើសមួយដែលស័ក្តិសមបំផុតសម្រាប់កងទ័ពអាកាសកម្ពុជាដើម្បីបំពេញចន្លោះខ្វះខាតនៃប្រព័ន្ធការពារដែនអាកាសរបស់កម្ពុជាក៏ដូចជាចំណុចខ្វះខាតនៃយន្តហោះចម្បាំងវាគឺជាប្រភេទយន្តហោះចម្បាំងធុនស្រាលពហុបំណងដែលផលិតដោយក្រុមហ៊ុន Jersey Innovation Industry របស់ប្រទេសចិនហើយនេះគឺជាមូលហេតុដែល FTC 2000G ស័ក្តិសមសម្រាប់ពង្រឹងសមត្ថភាពកងទ័ពអាកាសកម្ពុជាតម្លៃទាបនិងប្រសិទ្ធភាពខ្ពស់វាមានតម្លៃថោកជាងយន្តហោះចម្បាំងធុនធ្ងន់ដូចជា J10C ឬ MiG-35 ឆ្ងាយណាស់នេះអនុញ្ញាតឲ្យកម្ពុជាអាចទិញយន្តហោះបានក្នុងចំនួនច្រើនដើម្បីបង្កើតជាកងវរៈសេនាតូចការពារអាកាសដ៏រឹងមាំមួយតម្លៃថែទាំនឹងការហោះហើរក្នុង1ម៉ោងក៏មានកម្រិតទាបស័ក្តិសមសម្រាប់ប្រទេសដែលចង់ពង្រឹងកម្លាំងអាកាសក្នុងកញ្ចប់ថវិកាសន្សំសំចៃយន្តហោះ3ក្នុងគ្រឿងតែមួយឬ 3 in 1 FTC 2000G អាចបំពេញភារកិច្ចបាន3យ៉ាងសំខាន់ការវឹកវើកម្រិតខ្ពស់ប្រើប្រាស់សម្រាប់បង្ហាត់អ្នកបើកបរយន្តហោះចម្បាំងចំនួនទី4ការវាយប្រហារដីគោកអាចផ្ទុកគ្រាប់បែកនិងមីស៊ីលសម្រាប់គ្រប់គ្រងកងទ័ពជើងគោកការប្រយុទ្ធលើអាកាសវាបំពាក់ដោយរ៉ាដានិងអាចបាញ់មីស៊ីលអាកាសទៅអាកាសដើម្បីការពារដែនអាកាសពីការឈ្លានពានផ្សេងៗបច្ចេកវិទ្យាទំនើបវាបំពាក់ដោយកាប៊ីន Digital និងប្រព័ន្ធគ្រប់គ្រងការបាញ់ទំនើបដែលធ្វើឲ្យវាคล้ายជាយន្តហោះវាយប្រហារស្រាលដែលមានសមត្ថភាពខ្ពស់ក្នុងតំបន់យុទ្ធសាស្ត្រ High Low Mix ប្រសិនបើកម្ពុជាសម្រេចចិត្តទិញទាំងយន្តហោះ J10C ជាយន្តហោះចម្បាំងជួរមុខ High និង FTC 2000G ជាយន្តហោះគ្រប់គ្រងនិងវឹកវើ Low វានឹងបង្កើតបានជាតុល្យភាពយោធាដ៏ឥតខ្ចោះ J10C សម្រាប់ប្រឈមជាមួយយន្តហោះចម្បាំងកម្រិតខ្ពស់របស់សត្រូវ FTC 2000G ប្រើប្រាស់សម្រាប់ល្បាតព្រំដែនជាប្រចាំនិងវាយប្រហារគោលដៅតូចៗជារួមការជ្រើសរើស FTC 2000G នឹងជួយឲ្យកងទ័ពអាកាសកម្ពុជាមានចំនួនយន្តហោះច្រើនគ្រប់គ្រាន់ក្នុងការគ្របដណ្ដប់លើផ្ទៃប្រទេសខណៈពេលដែលរក្សាបាននូវបច្ចេកវិទ្យាទំនើបក្នុងការការពារជាតិសមត្ថភាពរបស់វាទាំងអស់នេះហើយដែលធ្វើឲ្យ FTC 2000G ស័ក្តិសមជាមួយនឹងកម្ពុជាដើម្បីពង្រឹងសមត្ថភាពការពារដែនអាកាសរបស់ខ្លួនបងប្អូនយល់យ៉ាងណាដែរប្រសិនបើកម្ពុជាទិញ FTC មកដើម្បីពង្រឹងសមត្ថភាពកម្ពុជាបន្ថែមទៀត